ឥឡូវនេះស្ដេចវិទមុននឹងសម្ដែងបញ្ឆោតនៃការស្លាប់ម្ដងទៀតដែលធ្វើឲ្យយើងភ្ញាក់ផ្អើលកាន់តែខ្លាំងការសម្ដែងនេះដូចគ្នានឹងការសម្ដែងដែលយើងធ្លាប់ឃើញតាមកញ្ចក់ទូរទស្សន៍សម្ដែងដោយស្ដេចសៀកជើងចាស់ដូចជាការព្យួរខ្លួនឯងដាំដួងចុះក្រោមបង្កប់ខ្លួនទាំងរស់និងសង្ងំខ្លួនក្នុងផ្ទាំងទឹកកកដ៏ត្រជាក់បំផុតស្ដេចវិទមុនបង្ហាញឲ្យយើងឃើញនាឡិកានិងស្រីស្រស់ដែលចាំកំណត់ពេលហើយនឹងទូយៈដែលដាក់ទឹកយ៉ាងច្រើនសូមបញ្ជាក់ម្ដងទៀតហាមលេងល្បែងបែបនេះតាមស្ដេចវិទមុនឲ្យសោះព្រោះគាត់ជាស្ដេចសៀកអាជីពហើយថែមទាំងមានសហការីដ៏ជំនាញដែលចាំជួយគាត់ទៀតគាត់បានវឹកហាត់ជាមួយកងទ័ពជើងទឹករយៈពេល6ខែទម្រាំតែអាចសម្ដែងឈុតនេះបានគាត់នឹងបំបីឯកតេយ្យកម្មពិភពលោកដែលអ្នកអត់ដង្ហើមនៅក្រោមទឹកយូរជាងគេបំផុតដើម្បីអាចសម្ដែងបានគាត់ត្រូវរៀនបើកសួតរបស់គាត់ឲ្យទូលាយហើយដកដង្ហើមយឺតដោយការសម្រួលចលនានៃចង្វាក់បេះដូងរបស់គាត់នឹងប្រឹងជំនួយចូលទៅក្នុងទឹកដោយមិនប្រើអុកស៊ីហ្សែនឬក៏ឧបករណ៍ជំនួយអ្វីទាំងអស់គាត់ត្រៀមឡើងជណ្ដើរដែលដាក់ពីខាងក្រៅវេទិកាទៅកាន់ទូយៈរបស់គាត់ហើយនៅខាងលើនេះមានជំនួយការ2នាក់ទៀតពួកនាងចាំជួយសង្គ្រោះគាត់ភ្លាមនិងហៅឡានពេទ្យមកបន្ទាប់ពីមានករណីភ្លាត់ស្នៀតគាត់ដកដង្ហើមធំពី3ហើយសម្រួលអារម្មណ៍និងបើកសួតឲ្យទូលាយគាត់ក៏បានហក់លោតចូលទៅក្នុងទឹកនាំគ្នាអត់ដង្ហើមជាមួយគាត់ទៅមើលតើអាចបានប្រមាណគាត់មិនងើបឡើងស្រូបយកខ្យល់ទេលុះត្រាតែដល់ម៉ោងកំណត់គាត់ដាក់ជើងខ្ទាស់ទៅនឹងបាទូដើម្បីកុំឲ្យខ្លួនរបស់គាត់បណ្ដែតឡើងដោយគ្មានលំនឹងល្អចាំមើលតើគាត់អាចទ្រាំបានយូរដល់កម្រិតណាទៅលោកអ្នកនឹងទប់ដង្ហើមដដែលដែរទេសូមបញ្ជាក់ថានៅក្នុងទូនេះពោពេញទៅដោយទឹកមែនទែនហើយគាត់ក៏មិនមែនពួននៅក្រៅទូកញ្ចក់ដែរអ្វីដែលយើងឃើញគឺសុទ្ធសឹងតែជាការពិតជិតផុត1នាទីទៅហើយតើគ្នារបស់យើងមាននរណាដែលនៅទប់ដង្ហើមខ្លះទេស្ដេចវិទមុនរបស់យើងកំពុងតែនៅស្ងៀមដោយមិនកម្រើកអ្វីទាំងអស់ឥឡូវបាន1នាទី30វិនាទីហើយចាត់ទុកថាគ្រាន់បើរបស់គាត់ហើយឥឡូវនេះគាត់បញ្ចេញសញ្ញាដូចជាចង់យ៉ាប់បន្តិចប្រហែលជាចាប់ផ្ដើមថប់ដង្ហើមហើយមើលទៅ2នាទី45វិនាទីនៅមានអ្នកណាទប់ដង្ហើមបានទេមើលទៅដូចជាឃើញពពុះតូចចេញពីស្រោមមុខរបស់គាត់ជំនួយការគាត់នៅលើនេះត្រៀមចាំជួយគាត់គ្រប់ពេលមិនដឹងថាគាត់អាចទ្រាំបានឬអត់ទេ1នាទីទៀតបានកន្លងផុតទៅហើយស្ដេចវិទមុននៅក្រោមទឹកដដែលហើយបញ្ចេញសកម្មភាពបន្តិចពពុះនៅតែបន្តចេញពីស្រោមមុខរបស់គាត់ដោះជើងចេញហើយសាកសពក៏បណ្ដែតឡើងលើសូមចំណាំថាក្បាលរបស់គាត់គឺនៅក្រោមទឹកដដែលមើលទៅប្រហែលជាចិត្តដាច់ខ្យល់បាត់ទៅហើយជំនួយការគាត់ពិនិត្យមើលក្រែងលោកគាត់ផុតមែនជំនួយការគាត់ម្នាក់យកដៃស្ទាបរកជីបចរហើយម្នាក់ទៀតស្ទាបឆ្អឹងកង់ពីក្រោយការស្ទាបឆ្អឹងកង់ជួយបង្ហាញឲ្យយើងដឹងថាមនុស្សម្នាក់នេះបានស្លាប់ឬនៅព្រោះឆ្អឹងកង់គឺជាកន្លែងភ្ជាប់សរសៃបេះដូងទៅលើខួរក្បាលនៅខាងក្រៅឃ្លាំងមានត្រៀមឡានពេទ្យនិងក្រុមជួយសង្គ្រោះរួចជាស្រេចនៅខាងលើនេះជំនួយការរបស់គាត់នៅតែបន្តស្ទាបឆ្អឹងកង់ដើម្បីរកសរសៃបេះដូងដដែលបើមានរឿងអ្វីមិនបាច់ចាំយូរទេ
ព្រោះក្រុមជួយសង្គ្រោះនៅឈរក្បែរពួកកាមេរ៉ាមែនទែនគាត់មិនចេញពីទូនេះទេហើយយើងក៏គ្មានបច្ចេកទេសឬក៏កាមេរ៉ាអ្វីដែរបន្តិចទៀតយើងនឹងចាប់ផ្ដើមរាប់នាទីម្ដងទៀតស្ដេចវេទមន្តបានឈានចូលដល់ពាក់កណ្ដាលផ្លូវហើយគាត់ឆ្លងផុត9នាទីក្នុងចំណោមនាទីកំណត់18នាទីដង្ហើមរបស់គាត់នៅតែដកពពុះនៅតែចេញបន្តពីស្រោមមុខគាត់យ៉ាងណាវាក៏នៅតែគ្រោះថ្នាក់ដដែលដែរបើគ្មានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ឡើងទៅខួរក្បាលនោះតែទោះជាយ៉ាងណាក៏ជំនួយការរបស់គាត់មិនទាន់ទទួលសញ្ញាគ្រោះថ្នាក់ដ៏ធំរហូតដល់ត្រូវទាញគាត់ចេញពីទឹកទេមួយនាទីក៏រំលងផុតទៅទៀតហើយស្ដេចវេទមន្តគ្មានកម្រើកសាច់ដុំបន្តិចសោះសង្ឃឹមថាយើងមិនមែនកំពុងមើលសាកសមបណ្ដែតទឹកទៅចុះសូម្បីមនុស្សសម័យបុរាណដែលអាចនៅក្នុងទឹកបាន3ថ្ងៃ3យប់នោះក៏មិនមែនជាការពិតដែរការពិតគ្រាន់តែជាការបំភ្លឺនៅក្នុងកុនតែប៉ុណ្ណោះបច្ចុប្បន្ននេះអ្នកបំបីកំណត់ត្រាពិភពលោកបានត្រឹមតែ15នាទីប៉ុណ្ណោះហើយស្ដេចសៀកបុរាណគឺឡើងដល់17នាទីឥឡូវនេះបរិះកំបាំងមុខចង់បំបីកំណត់ត្រានោះគាត់ត្រូវតែទ្រាំឲ្យបានលើសពី6នាទីទៀតការសម្របខ្លួននិងរំលាយអាហារយ៉ាងរហ័សដោយការហាត់ប្រាណនិងស្រូបយកខ្យល់បរិសុទ្ធពេញ24ម៉ោងមុនការសម្ដែងជួយឲ្យគាត់អាចគ្រប់គ្រងដង្ហើមបានយូរពិតមែនចង្វាក់បេះដូងគាត់ដើរកាន់តែយឺតហើយដង្ហើមគាត់ក៏ទៅជាដង្ហើមចង្រិតដែរខ្ញុំតឹងទ្រូងជំនួសណាស់ឥឡូវគាត់រំលងផុត16នាទីហើយគោលដៅរបស់គាត់គឺចិត្តបានសម្រេចតើគាត់អាចធ្វើបានឬមិនបានខ្ញុំមិនហ៊ានសួរថាមាននរណាអាចទប់ដង្ហើមវែងបានដល់ម្លឹងទេតែចំពោះខ្ញុំវិញខ្ញុំសូមចាញ់ត្រឹមតែ5នាទីដំបូងម្លេះសូមបញ្ជាក់កុំព្យាយាមធ្វើតាមគាត់ឲ្យសោះមិនថានៅទីណាក៏ដោយអ្នកទាំងអស់គ្នាមិនបាច់ឲ្យខ្ញុំប្រាប់ថាគាត់មិនកម្រើកទេគាត់នៅតែបណ្ដែតនៅក្នុងទឹកដដែលឆ្កាងដៃដូចជាព្រះយេស៊ូវយ៉ាងចឹងយើងអាចមើលជុំវិញទូនេះតែម្ដង17នាទីទៅហើយគាត់អាចបដូរមិត្តរួមអាជីពរបស់គាត់បានហើយចាំមើលតើគាត់អាចទ្រាំដល់ណាទៀតហើយចេញមកវិញធ្លាក់ទឹកឬអត់17នាទី30វិនាទីសូមបញ្ជាក់ថានាឡិកានេះមិនសេរីឲ្យដើរលឿនទេបើខ្ញុំជាគាត់ច្បាស់ជាលងទឹកស្លាប់បាត់ទៅហើយកន្លះនាទីទៀតក៏បានកន្លងផុតហើយដែរគាត់អាចបំបីកំណត់ត្រាបានហើយឬក៏គាត់ចង់ស៊ីផ្ដាច់តែគាត់គ្មានកម្រើកអ្វីបន្តិចទាល់តែសោះប្រហែលជាគាត់មិនដឹងថាគាត់នៅលឿននាទីហើយឬក៏ប្រហែលជាគាត់ត្រូវអស់ដង្ហើមហើយក៏មិនដឹង18នាទី45វិនាទីគ្មានអ្នកណានៅបានយូរដល់ម្លឹងទេអូគាត់នៅរស់តើគាត់ជាអស្ចារ្យមែន18នាទី51វិនាទីនេះគឺជាកំណត់ត្រាថ្មីប៉ុន្តែគាត់ព្យាយាមឡើងមកទាំងពិបាកខ្លួនគាត់ទៅទឹកជោគអស់ទៅហើយគាត់ត្រូវខំប្រឹងដកដង្ហើមឲ្យលឿនមើលទៅគាត់មិនទាន់អាចក្រោកឈរបានទេជំនួយការរបស់គាត់បានត្រឹមឈរមើលដោយមិនអាចជួយគ្រាគាត់បានទេព្រោះគាត់បានប្រាប់ជាមុនហើយថាគាត់នឹងប្រឹងក្រោកដោយខ្លួនឯងរៀងត្រេតបន្តិចប៉ុន្តែមិនធ្វើទេម្ចាស់ឯកតកម្មថ្មី
ប៉ុន្តែតើគាត់មានល្បិចអ្វីដែលចង់ប្រាប់យើងបន្តិចទៀតយើងនឹងទៅមើលតើគាត់អាចនៅក្រោមទឹកបានដល់ជាង18នាទីយ៉ាងម៉េចពួកយើងនឹងត្រឡប់មកវិញនៅក្នុងពេលបន្តិចទៀតនេះ